ngày hôm nayខ្ញុំចង់មកបង្ហាញអ្នកទាំងអស់គ្នាពីការ set up DNA នៅលើ VMware អញ្ចឹងទៅដំបូងឡើយយើងត្រូវធ្វើការ login ចូលមកកាន់ root របស់យើងហើយយើងប្រើ command line មួយឈ្មោះថា yum install bind យើងត្រូវការ install bind ជាមុនសិនយើងប្រើ command នេះ bind.utils ហើយដកជាមួយ y ដោយសារតែខ្ញុំបានធ្វើការ install វាហើយអញ្ចឹងខ្ញុំអត់ចាំបាច់ធ្វើការ install វាម្ដងទៀតទេអញ្ចឹងទៅខ្ញុំអត់ធ្វើអីច្រើនជាមួយវាទៀតទេអញ្ចឹងទៅខ្ញុំចូលទៅ check មើលជាមួយ IP របស់ខ្ញុំប្រើ command មួយឈ្មោះថា vim/etc/ ជាមួយ result ជាមួយ config អូខេនេះជា local domain របស់ខ្ញុំហើយជាមួយ IP 192.168.255.2 អញ្ចឹងទៅអត់មានអីច្រើនទៀតទេអញ្ចឹងទៅខ្ញុំសូមធ្វើការចាក់ចេញពីកន្លែងហ្នឹងខ្ញុំប្រើ command QA មកចាក់ចេញខ្ញុំសូម clear វាមួយសិនបន្ទាប់ពី clear វាហើយខ្ញុំត្រូវធ្វើការ add zone បន្ថែមអញ្ចឹងទៅខ្ញុំប្រើ command មួយឈ្មោះថា vim/etc ចាក់សំទោស /1 ជាមួយនឹង name ed ដល់ជាមួយនឹង config ពេលខ្ញុំប្រើ command ហ្នឹងហើយខ្ញុំបានចូលមកកាន់កន្លែងនេះកន្លែងហ្នឹងសំខាន់អូខេដើម្បីកុំឲ្យមានការយើងចាំសិនអូខេអញ្ចឹងដើម្បីកុំឲ្យមានការពិបាកខ្ញុំសូមធ្វើការចាក់ចេញពីកន្លែងហ្នឹងសិនអូខេខ្ញុំសូម clear វាចឹងតែខ្ញុំសូមចូលទៅវាម្ដងទៀតអូខេចាំកន្លែងនេះដែរអូខេហើយនេះ local zone ខ្ញុំសូមធ្វើការ add បន្ថែមជាមួយ IP របស់ខ្ញុំវិញគឺ192.168.2បន្ទាប់ពីខ្ញុំបានធ្វើការ allow ជាមួយ query ហ្នឹងហើយខ្ញុំ add បន្ថែមខាងក្រោមមួយទៀតគឺខ្ញុំបន្ថែមជាមួយនឹង allow transfer ហ្នឹងសំខាន់ណាស់អ្នកទាំងអស់គ្នាដោយសារតែវាមានពីរវាមាន query ហើយនិង transfer បានន័យថាវា forward ហើយនិង reverse អញ្ចឹងទៅគឺត្រូវតែ allow ពីរហ្នឹងអញ្ចឹងទៅខ្ញុំបង្កើត allow transfer មួយទៀតខ្ញុំដាក់ជាមួយនឹង localhost ដូចគ្នា192.168.2
បន្ទាប់ពីខ្ញុំបានធ្វើការ allow វាហើយជាមួយនឹងដូចជា transfer ចាំតែសិនមានអារម្មណ៍ថាវាច្រើនពេកសូមធ្វើការ dot clear វាសិនភាសាតែវាសំខាន់ដែរបើសិនជាករណីយើងអត់ dot clear ទេវាអាចជាមានបញ្ហាអញ្ចឹងទៅកន្លែង zone នេះដូចគ្នាខ្ញុំបង្កើត zone ថ្មីមួយទៀតដាក់ថា zone កន្លែងនេះដែរយើងដាក់ឈ្មោះមកកន្លែងនេះ zone របស់ខ្ញុំដាក់ឈ្មោះ sling.com ហើយប្រើប្រាស់នេះដូចគ្នាមកអូខេអញ្ចឹងទៅខ្ញុំសរសេរកន្លែងនេះ tab ទីនេះខ្ញុំដាក់អីក៏បានដែរព្រោះអីវាជា hint ទេ master ហើយមួយទៀតជាពពួក file កន្លែង file កន្លែងហ្នឹងខ្ញុំដាក់ file ហ្នឹងគឺខ្ញុំដាក់ឈ្មោះថាពពួក forward អញ្ចឹង fwd.unicorn.com ដោយសារតែខ្ញុំស្រឡាញ់ unicorn អញ្ចឹងតែខ្ញុំដាក់ unicorn អូខេពេលខ្ញុំបង្កើត file អីមួយហើយខ្ញុំបង្កើត allow ខ្ញុំដាក់ allow and update កន្លែងហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចង់កំណត់ថាអូត្រូវ update ប៉ុណ្ណាថ្ងៃម៉ានឲ្យវា check ម្ដងអីចឹងទៅបានតែកន្លែងនេះខ្ញុំអត់ចង់ដាក់ច្រើនទេខ្ញុំសូមដាក់ណាំទេហើយខ្ញុំបានធ្វើការបង្កើត zone នេះមួយហើយអញ្ចឹងទៅកន្លែងនេះខ្ញុំបង្កើត zone មួយទៀតកន្លែងនេះសំខាន់ដែរអ្នកទាំងអស់គ្នាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយើងអាចបង្កើតអានឹងបានដោយយើងយក IP ដែលនៅ local host របស់យើងហ្នឹងណាប៉ុន្តែយើងដាក់ IP របស់យើងបញ្ច្រាំងមកវិញឧទាហរណ៍ថាអានេះ192.168.255អញ្ចឹងទៅយើងយក255.168.192អញ្ចឹងទៅហើយខ្ញុំចុចជាមួយនឹង in.address របស់យើងហើយយើងចុចជាមួយនឹងនេះហើយនេះជាការដាក់ឈ្មោះរបស់ខ្ញុំចូលមកកន្លែង tab ដូចគ្នាដែរខ្ញុំដាក់ជាពពួក master អត់មានអីទេអាហ្នឹងស្រាប់តែយើងដាក់យើងចង់ដាក់មិនក៏បានដែរហើយកន្លែង file នេះfile នេះយើងចង់ដាក់ឲ្យស្រួលចំណាំមកយើងទេគឺខ្ញុំដាក់ជាពពួកreverse reverse វាត្រឡប់មកវិញ reverse unicorn ស្តៀងដូចអាមិញដែរទេ unicorn ដតជាមួយនឹង com ហើយសំខាន់ដែរ allow update ហ្នឹងយើងត្រូវដាក់allow and update ខ្ញុំដាក់ណានដោយសារតែខ្ញុំអត់ចង់ដាក់អីច្រើនទេអូខេកន្លែងហ្នឹងដែរខ្ញុំប្រើជាមួយដោយសារតែករណីវិសិជាយើងអត់ដឹងថាអូយើងត្រូវការ service មិនទេយើងគ្រាន់តែប្រើ key មួយគឺប្រើ F1 កន្លែងហ្នឹងដែរគឺគេប្រាប់យើងលម្អិតហ្មងដូចជា help មួយសម្រាប់ជួយប្រាប់យើងថាយើងត្រូវចុច key ណាបន្តទៀតយើងត្រូវធ្វើអីទៀតយើងអាចអានជាមួយនឹង description របស់វាបានកន្លែងហ្នឹងខ្ញុំ
recommend ឲ្យអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាគាត់ថាអូពិបាកចឹងទៅយើងអាចចុចចូលមើលកន្លែងហ្នឹងគឺវាជួយយើងច្រើនហើយពេលខ្លះខ្ញុំក៏ភ្លេចដែរថាអូកន្លែងហ្នឹងគេ save មិនអីមិនយើងអាចចូលទៅមើលកន្លែងហ្នឹងបានហើយខ្ញុំចូលចិត្តមែនតើពេលដែលចូលមកដល់កន្លែងហ្នឹងចឹងទៅខ្ញុំប្រើ comment មួយគឺ W ប៉ុន្តែក្នុងករណីហ្នឹងវាកន្លែង VIM ហ្នឹងពេលដែលខ្ញុំ search មើលទៅគឺពេលយើងប្រើ key W ហ្នឹងគឺវា save ប៉ុន្តែក្នុងករណីនេះគឺវាអត់ឲ្យ save ទេទោះបីជាខ្ញុំប្រើសាក់ប្រើ Q W ប្រើ Q W អូខេវាឲ្យ save ដែរប្រើ W Q ក៏វាឲ្យ save ដែរករណីហ្នឹងគឺវារៀងពិបាកមែនតើវាដូចជា VIM ធម្មតាដែលខ្ញុំធ្លាប់ប្រើទេគឺយើងអត់អាចប្រើជាមួយនឹងការ save វាបានស្រួលទេអញ្ចឹងទៅខ្ញុំសូមធ្វើការ research បន្តិចទៀតដើម្បីឲ្យ show market បើសិនជាយើងប្រើតែ quick ប៉ុណ្ណោះទេគឺចប់មកអាកន្លែងហ្នឹងគឺយើងត្រូវពេលដែលខ្ញុំប្រើ W នេះគឺវា save អូខេអញ្ចឹងហើយខ្ញុំប្រើ QA នេះអូខេខ្ញុំចង់ថា save អត់អូខេអានេះចូលមកលោកអាចារ្យរបស់យើងចឹងហើយអូខេពេលដែលយើងបានធ្វើការដាក់ local host របស់យើងហើយយើងចូលមកកាន់VIL file name របស់យើងម្ដងចូលមកកាន់ forward នេះរបស់យើង /var/name គឺសំខាន់មែនទែន FWD កន្លែងនេះមានន័យថា forward ចំពោះយើងហ្នឹង research unicorn ហើយ .com ចុចទៅនេះឃើញអូខេអាចហើយclear វាម្ដងទៀតសិនខ្ញុំចូលទៅកាន់មួយទៀតម្ដងគឺ VIM នេះ by name ខ្ញុំប្រើ river អូខេមួយទៀតខ្ញុំចង់ check ចូលខ្ញុំប្រើ name check ចូលហើយឈ្មោះរបស់ខ្ញុំ sling.com ហើយដាក់ /fw unicorn.com អូខេចាអរគុណរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានមើលអរគុណច្រើនជំរាបលាបើសិនជាខ្ញុំមាន error អីតិចតួច
អឺខ្ញុំសុំទោសដោយសារតែពេលខ្លះទៅវាមានបញ្ហាតិចតួចដែរចាអរគុណច្រើនជំរាបលា